មីស៊ីថូម៉ាហុករបស់សហរដ្ឋអាមេរិកដែលគេជឿថាជាអាវុធមានភាពច្បាស់លាស់បំផុតលើលោកបានធ្លាក់ចំសាលារៀនមួយកន្លែងទៅដល់3ដងជាប់គ្នានេះមិនមែនដោយសារតែអាមេរិកមានចេតនាសម្រាប់ក្មេងៗនោះទេប៉ុន្តែគឺដោយសារតែកំហុសផែនទីដ៏គួរឲ្យសោកស្ដាយបំផុតដោយសារតែអ្នកបញ្ជាសង្គ្រាមអាមេរិកមិនបានដឹងថាសាលារៀននោះត្រូវបានសាងសង់ជញ្ជាំងបំបីចេញពីមូលដ្ឋានទ័ពតាំងពីឆ្នាំ2016មកម្លេះរបាយការណ៍ចេញពី CNN ដែលបានចុះផ្សាយនៅថ្ងៃទី7មីនាបានលម្អិតថាចាប់តាំងពីផ្ដើមការវាយប្រហារនៅថ្ងៃទី28កុម្ភៈមកកុមារីប្រហែល264នាក់នៅក្នុងសាលារៀនបឋមសាយារ៉េតថៃយ៉ាបាកំពុងអង្គុយរៀនសូត្រដោយក្តីសង្ឃឹមស្រាប់តែផ្ទៃមេឃនៃក្រុងម៉ៃណែបត្រូវបានគ្របដណ្ដប់ដោយសំឡេងផ្ទុះយ៉ាងរន្ធត់នោះគឺមីស៊ីថូម៉ាហុករបស់សហរដ្ឋអាមេរិកបានធ្លាក់ចំសាលារៀនបណ្ដាលឲ្យកុមារីអ៊ីរ៉ង់175នាក់ត្រូវបានបាត់បង់អាយុជីវិតភ្លាមតែអ្វីកាន់តែចម្លែកនោះគឺបន្ទាប់ពីការចេញផ្សាយវីដេអូនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតី Donald Trump បានថ្លែងនៅលើយន្តហោះ Air Force One កាលពីថ្ងៃទី7មីនាដោយបានស្ដីបន្ទោសអ៊ីរ៉ង់ចំពោះការវាយប្រហារសាលារៀននេះបន្ទាប់មកការរកឃើញបន្ថែមទៅលើភស្តុតាងកាន់តែច្រើនឡើងចេញពី New York Times, CNN, CNBC និង NPR ដែលបង្ហាញថាយោធាអាមេរិកទទួលខុសត្រូវចំពោះការវាយប្រហារដ៏សាហាវបំផុតមួយទៅលើជនស៊ីវិលចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើមមកហើយនេះក៏មិនមែនមីស៊ីរបស់អ៊ីរ៉ង់ដែរសោកនាដកម្មនេះបានឆក់យកជីវិតកុមារីតូចៗដែលភាគច្រើនមានអាយុចន្លោះពី7ទៅដល់12ឆ្នាំរូបភាពដែលផ្សែងហុយចេញពីគំនរបាក់បែកនៃសាលារៀនទន្ទឹមនឹងផ្សែងដែលហុយចេញពីមូលដ្ឋានទ័ពអ៊ីរ៉ង់បានក្លាយទៅជាភស្តុតាងដែលពិភពលោកមិនអាចបំភ្លេចបានទោះបីជាប្រធានាធិបតី Trump បានព្យាយាមទម្លាក់កំហុសឲ្យអ៊ីរ៉ង់ថាបានបាញ់ច្រឡំខ្លួនឯងក៏ដោយប៉ុន្តែក្រុមអ្នកសង្កេត Bellingcat បានរកឃើញកន្ទុយមីស៊ីថូម៉ាហុកទៅនឹងកន្លែងកាត់ហេតុដែលវាគឺជាអាវុធផ្ដាច់មុខរបស់សហរដ្ឋអាមេរិកនេះគឺជាការឈឺចាប់ទ្វេដងសម្រាប់ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់កូនស្រីផងនិងត្រូវរងនៅការបដិសេធទទួលខុសត្រូវពីអ្នកដែលបង្កហេតុផងបន្ទាប់ពីមានហេតុការណ៍នេះឡើងប្រធានាធិបតីអ៊ីរ៉ង់លោក Mohammad Pezeshkian បានហៅទង្វើនេះថាស្លាកស្នាមប្រវត្តិសាស្ត្រដែលជាតិសាសន៍អ៊ីរ៉ង់នឹងចងចាំទុកជាដរាបការវាយប្រហារនេះមិនត្រឹមតែបំផ្លាញអគារសិក្សាប៉ុណ្ណោះទេប៉ុន្តែវាបានបំផ្លាញនៅសិលធម៌នៃសង្គ្រាមដែលអាមេរិកតែងតែលើកដំកើងដោយឡែកអង្គការសហប្រជាជាតិនិងអង្គការ UNESCO បានចាត់ទុកថាជាការរំលោភបំពានច្បាប់មនុស្សធម៌យ៉ាងធ្ងន់ធ្ងរដោយសោកនាដកម្មនៅទីក្រុងម៉ៃណែបបានក្លាយជាមេរៀនដ៏ជូរចត់បំផុតមួយដែលបង្ហាញថានៅក្នុងការវាយប្រហារដ៏ទំនើបនៃមីស៊ីនាំផ្លូវក៏អាចមានកំហុសបានដែរហើយថែមទាំងអាចឆក់យកជីវិតមនុស្សស្លូតត្រង់រាប់រយនាក់ក្នុងពេលត្រឹមតែមួយប្រពេចភ្នែកផ្ទុយទៅវិញសោកនាដកម្មនេះអាមេរិកបានប្រើប្រាស់ទិន្នន័យផែនទីនិងព័ត៌មានសម្ងាត់ដែលមិនបានធ្វើបច្ចុប្បន្នភាពកាលពីមុនឆ្នាំ2016ដីឡូរបស់សាលារៀននិងមូលដ្ឋានទ័ពជើងទឹកអ៊ីរ៉ង់គឺស្ថិតនៅក្នុងបរិវេណតែមួយនោះមានន័យថាអាមេរិកក៏អាចកំណត់ក្នុងប្រព័ន្ធវាយប្រហាររបស់ខ្លួនថាតំបន់នោះទាំងមូលគឺជាបរិវេណគោលដៅយោធាតែម្ដងខ្ញុំសំអាងវណ្ណៈ True Insiderពលរដ្ឋលីបង់បានចាប់ផ្ដើមងើបការបះបោរប្រឆាំងទៅនឹងក្រុមហេបូឡាដោយប្រជាជនលីបង់ជាច្រើនធ្លាប់តែនៅស្ងៀមឥឡូវនេះបានចាប់ផ្ដើមងើបឡើងរិះគន់នឹងដើរចេញពីក្រុមហេបូឡាជាចំហពួកគេយល់ឃើញថាហេបូឡាមិនមែនជាអ្នកការពារជាតិដោយអ្វីដែលធ្លាប់អួតអាងពីមុនទៀតឡើយប៉ុន្តែគឺជាអ្នកនាំសង្គ្រាមមកដុតកំទេចផ្ទះសម្បែងនិងអនាគតរបស់ពួកគេដើម្បីតែបំរើហត្ថលេខារបស់អ៊ីរ៉ង់តែប៉ុណ្ណោះរបាយការណ៍ចេញពីគេហទំព័រ NPR នៅថ្ងៃទី8មីនាបានលម្អិតថានៅក្នុងសង្គ្រាមលើកនេះគឺជាការងើបឡើងប្រឆាំងយ៉ាងដាច់អហង្ការពីសំណាក់ប្រជាជនលីបង់ទៅនឹងក្រុមហេបូឡាខណៈដែលក្របបែកអ៊ីស្រាអែលកំពុងធ្លាក់ចុះមកកំទេចសម្បុកហេបូឡាប្រជាជនលីបង់កាន់តែច្រើនឡើងបានប្រកាសកាត់ផ្តាច់ទំនាក់ទំនងពីក្រុមនេះពួកគេលែងជឿពាក្យស្លោកថាហេបូឡាការពារជាតិទៀតហើយប៉ុន្តែពួកគេបែរជាឃើញថាក្រុមនេះជាអ្នកទាញទម្លាក់ប្រទេសលីបង់ឲ្យទៅជាវាលកប់ខ្មោចដើម្បីតែបម្រើផលប្រយោជន៍ឲ្យមេកោយអ៊ីរ៉ង់តែប៉ុណ្ណោះការស្ទង់មតិបានបង្ហាញថាប្រជាជនភាគច្រើនលើសលប់លែងចង់ឲ្យមានកងទ័ពផ្សេងក្រៅពីកងទ័ពជាតិលីបង់មកកាន់អាវុធលើទឹកដីរបស់ពួកគេទៀតហើយស្របពេលដែលកំហឹងប្រជាជនកាន់តែពុះកញ្ជ្រោនរដ្ឋាភិបាលលីបង់បានឆក់យកឱកាសនេះដើម្បីកំចាត់រដ្ឋក្នុងរដ្ឋចោលនាយករដ្ឋមន្ត្រីលោក Navi Salem នៅថ្ងៃទី8មីនាបានចេញមកប្រកាសក្រាញ់ៗថានេះគឺជាការកាច់ចង្កូតនយោបាយដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រលីបង់ដោយរដ្ឋាភិបាលបានបញ្ជាឲ្យក្រុមហេបូឡាប្រគល់អាវុធនិងបញ្ឈប់ការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលភ្លាមៗដើម្បីសង្គ្រោះអាយុជីវិតប្រជាជនស្លូតត្រង់ដំណើរគ្នានេះដែរក្នុងពេលដែលក្រុមហេបូឡាកំពុងរងសម្ពាធពីប្រជាជនលីបង់កងទ័ពអាកាសអ៊ីស្រាអែលបានឆ្មក់វាយប្រហារចំគោលដៅមេបញ្ជាការកម្ពុជារបស់អ៊ីរ៉ង់ចំនួន4រូបនៅក្នុងទីក្រុងប៉េរុតកាលពីថ្ងៃទី8មីនាដែលរួមមានលោក Majid Hassani គឺជាអ្នកកាន់កាប់កាបូបលុយដ៏ធំដែលទទួលខុសត្រូវលើការផ្ទេរប្រាក់ឲ្យទៅក្រុមហេបូឡានិងក្រុមហាម៉ាស់ដើម្បីផលិតអាវុធលោក Ali Riza Paisa ជាប្រធានផ្នែកចារកម្មនៃកងពលលីបង់របស់អ៊ីរ៉ង់លោក Ahmed Rasouli ជាមន្ត្រីចារកម្មនៃកងពលប៉ាឡេស្ទីនដែលជាអ្នកដើរតួប្រមូលព័ត៌មានសម្ងាត់ឲ្យក្រុមប្រដាប់អាវុធនៅលីបង់និងកាហ្សាព្រមទាំងលោក Hossein Ahmad Lou ជាភ្នាក់ងារចារកម្មដែលផ្ដោតការយកចិត្តទុកដាក់តែលើការតាមដាននិងវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលការសម្លាប់មេបញ្ជាការទាំងនេះគឺ
គឺជាការផ្ដាច់ខ្សែដង្ហើមចុងក្រោយរវាងអ៊ីរ៉ង់និងក្រុមហេបូឡាពេលនេះក្រុមហេបូឡាកំពុងតែស្ថិតនៅក្នុងស្ថានភាពទ្រជ្រប់បំផុតខាងក្រៅត្រូវអ៊ីស្រាអែលកំពុងតែទម្លាក់គ្រាប់បែកខាងក្នុងត្រូវប្រជាជននិងរដ្ឋាភិបាលខ្លួនឯងបណ្ដេញចេញនេះគឺជាសញ្ញាដែលបង្ហាញថាយុគសម័យនៃការត្រួតត្រារបស់ក្រុមប្រដាប់អាវុធក្រុមបញ្ជាអ៊ីរ៉ង់លើដីលីបង់ជិតដល់ទីបញ្ចប់ហើយមានសំណួរកើតឡើងតើក្រុមហេបូឡាកកើតនៅក្នុងប្រទេសលីបង់ដោយវិធីណាខ្ញុំសំអាងវណ្ណៈ True Insiderម៉ូសិនដ៏អស្ចារ្យ 8+3 ពីបូរីមេកុងឡែនកុំភ្លេចមកកាន់ការិយាល័យលក់ផ្ទាល់ឥឡូវនេះដើម្បីទទួលបានការផ្ដល់ជូនដ៏ពិសេសពីទូនាំលាបផ្ទះនាំសំណាងសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ061 955 999